សួស្តីអ្នកនរគ្នាខ្ញុំបាទ Hero តាកាជានៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងមកសម្រាប់បន្តទៅកាន់ភាគ2នៃរឿង I Want to End This Love Game អញ្ចឹងតើកុំឲ្យខាត់ពេលវេលាយូរចូលទៅកាន់សាច់រឿងរបស់យើងហ្មងទៅប្រាណភាគ2នេះភ្លាមយើងឃើញថាគេបានលេងបកទៅកាន់អតីតកាលរបស់មីគូតែពេលហ្នឹងនាងកំពុងតែអង្គុយនៅមុខរូបថតលោកយាយរបស់នាងដោយសារតែលោកយាយរបស់នាងគាត់បានខូចអញ្ចឹងទៅនាងត្រូវមកអុជធូបហើយស្ពះអីអញ្ចឹងទៅហើយបន្ទាប់មកក៏មានសម្លេងម្ដាយរបស់នាងហៅនាងដើម្បីជិះទៅក្រៅដែលម្ដាយរបស់នាងយកនាងទៅផ្ញើនឹងឲ្យលេងជាមួយយូគីយ៉ានៅផ្ទះរបស់យូគីយ៉ាដោយសារតែម្ដាយរបស់គេហ្នឹងចូលរវល់ធ្វើការពេលហ្នឹងមើលទៅនាងដូចជាអត់សូវហ៊ាននឹងរៀងភ័យខ្លាចចង់យំដែរប៉ុន្តែក៏ត្រូវបានយូគីយ៉ាហៅចូលមកនៅក្នុងដោយគាត់បបួលនាងលេងហ្គេម2នាក់កាលមកដល់ពេលនេះវិញយើងឃើញថាមីគូនាងកំពុងតែយំដោយសារចង់ដួងនាងយូគីយ៉ាក៏បានទៅជៀននៅសុទ្ធដែលគេហៅថាអមឡេតអីខ្ញុំអត់សូវដឹងដែរនឹងគ្នានឹងគេធ្វើមកពីពងមាន់បងទីអីហ្នឹងខ្ញុំអត់ដឹងទេចឹងស្អីរឿងក៏កាន់មកបច្ចុប្បន្នវិញដែលឃើញថាមីគូនាងកំពុងតែជៀនជាមួយនឹងពងមាន់អមឡេតហ្នឹងឯងទៅប្រហែលជានាងជៀនដើម្បីខ្ចប់យកទៅញ៉ាំនៅសាលានិយាយរួមទៅគឺនាងធ្វើបន្ទុកចឹងស្អីរឿងក៏កាន់មកនៅក្នុងថ្នាក់រៀននេះម្ដងថ្នាក់រៀននេះគឺជាថ្នាក់រៀនរបស់យូគីយ៉ានិងមីគូនិយាយទៅគឺពីរនាក់ហ្នឹងគឺរៀនថ្នាក់ជាមួយគ្នាហើយយើងក៏បានឃើញដែរថាសិស្សណាដែលមានមិត្តភក្តិហ្នឹងទៅគេក៏បាននិយាយលេងទៅបើសិស្សក្រុមនេះចឹងដែលយើងឃើញថាអពាក់អាវឯកស្ថានរបស់គេហ្នឹងបាននិយាយថាគេហ្នឹងចាប់ផ្ដើមដាក់ជីវិតគេប្រឡូកក្នុងវិស័យ basketball ហើយក៏មានអពាក់មួយទៀតដែលជាមិត្តភក្តិរបស់អពាក់ហ្នឹងបាននិយាយថាគ្មានណាសួរអីទេផ្ទុយពីពួកនោះដែលយើងបែរមកមើលយូគីយ៉ារបស់យើងវិញដែលយើងឃើញថាគាត់គឺ lonely តែឯងឡើយគាត់អត់មានមិត្តភក្តិណានិយាយរើដោយសារតែមិត្តភក្តិគាត់ស្គាល់តែមីគូមួយឡើងមកដល់វិទ្យាល័យយើងបានដឹងដែរថាសិស្សផ្សេងៗហ្នឹងគេចាប់ផ្ដើមតាក់ទងគ្នាមុនពេលចូលរៀននៅហ្នឹងទៀតចឹងទៅបានគេស្គាល់គ្នាដោយប្រើ hashtag របស់សាលាដែលប៉ែយូគីយ៉ាក៏បានរំពឹងដែរថាគាត់នឹងរើមិត្តភក្តិបានច្រើនខាននេះបន្ទាប់ពីកម្មវិធីចូលសាលាហ្នឹងហើយស្រាប់ពេលនោះមីគូក៏បានដើរមកដល់ភ្លាមនាងក៏បានហៅទៅកាន់យូគីយ៉ាថាហេអានោះដែលចូលចិត្តសង្ងំនៅក្នុងផ្ទះមុខសពូនហើយអត់មានមិត្តនិយាយជាមួយតែឯងនៅម្នាក់ឯងរហូតហ្នឹងហើយបានតែរឹងរូងមិនព្រមលេងអា Instagram អីហ្នឹងមួយគេនិយាយទៅមីគូនិយាយចេញមកចុករយដាក់យូគីយ៉ាបិទមាត់ហើយដោយសារ app Instagram ហ្នឹងវាសម្រាមពេកចឹងតែបាញ់ខ្ញុំអត់ចង់លេងវាគ្រាន់តែសម័យខ្លួនឯងលេង app ហ្នឹងក៏ចង់ក្អួតហើយមីគូក៏បានតទៅវិញថាយូឯងពិតជាមនុស្សរឹងរូងពិបាកចោះចម្រងហើយប្រកែទាស់ទៀតយូគីយ៉ាបាននិយាយបន្តទៀតថាអូម្យ៉ាងទៀតខ្ញុំមិនមែនជាមនុស្សចូលចិត្តសង្ងំនៅក្នុងផ្ទះឯកោហើយមុខសពូនអីដែរខ្ញុំគ្រាន់តែជាមនុស្សដែលចូលចិត្តនៅក្នុងផ្ទះតាហើយពេលនោះមីគូក៏បានតទៅកាន់យូគីយ៉ាវិញថាអូខ្ញុំមិនដែលឃើញណាគេយកអាលេសមិនសមហេតុផលណាមិននិយាយធ្វើដល់ខ្លួនឯងមានមោទនភាពណាស់អញ្ចឹងមិនចង់និយាយទៅបែរជាមួយនឹងមីគូច្រើនទៀតយូគីយ៉ាក៏បានសួរថាមកហ្នឹងចង់បានអីឲ្យប្រកបវិញមីគូក៏បានតបឥឡូវគឺយើងនៅសាលាវិទ្យាល័យត្រូវអត់អញ្ចឹងទៅគឺនាងមិនចង់ឲ្យគេដឹងនឹងដើរនិយាយពីរឿងដ៏ខ្មាស់អៀនរបស់ពួកគេទាំងពីរទេអញ្ចឹងទៅនាងក៏ថាពួកគេគួរតែជៀសវាងការហៅឈ្មោះគ្នាចំនៅសាលារៀនត្រូវអត់អាសាគីគុនដែលអាសាគីនេះគឺជាឈ្មោះចុងក្រោយរបស់យូគីយ៉ាហើយឈ្មោះថាយូគីយ៉ាហ្នឹងគឺជា first name របស់គាត់ដែលបន្ទាប់ពីលើមីគូនិយាយអញ្ចឹងយូគីយ៉ាក៏រៀងគាំងផងដែរតោះមកយូគីយ៉ាបាននិយាយថារឿងហ្នឹងវាមិនមែនជាបញ្ហាសម្រាប់គាត់អីទេគឺយើងចង់មានន័យថាយើងមិនចាំបាច់មកអង្គុយបារម្ភពីរឿងទាំងអស់ហ្នឹងទេអញ្ចឹងទៅមីគូក៏បាននិយាយថាអើយតាមពិតទៅនាងនិយាយលេងតាហើយនាងហ្នឹងគឺជាមនុស្សតែម្នាក់គាត់ដែលហៅគាត់ថាយូគីយ៉ាពេលស្ដាប់ទៅវាមានអារម្មណ៍ថាពិសេសដែរដឹងអត់ហើយយូគីយ៉ាគាត់តែលើអញ្ចឹងមុខគាត់ឡើងក្រហមហើយអៀនទៀតហើយបើសារអញ្ចឹងក៏ធ្វើឲ្យមីគូចាប់អារម្មណ៍ដឹងផងដែរមានរឿងអីមែនតែយូគីយ៉ាអីរំភើបញញ័រមែនពេលខ្ញុំនិយាយថាពិសេសអញ្ចឹងហើយយូគីយ៉ាក៏បាននិយាយក្នុងចិត្តថានាងលេងសើចជាមួយបេះដូងខ្ញុំទៀតហើយក៏បាននិយាយទៅកាន់មីគូវិញថាណែមីគូយូឯងនៅជាមើលងាយខ្ញុំពេកហើយបើយូឯងចង់ញ៉ាំរំភើបញញ័រមែនឥឡូវសន្លឹងមកមើលផ្នែកយ៉ាងចោលមកហៅឈ្មោះខ្ញុំសាមីហើយដោយដាក់មនោសញ្ចេតនាមកផងឬអញ្ចឹងក៏ធ្វើឲ្យមីគូភ្ញាក់អៀនហើយនឹងគាំងផងដែរនាងក៏បានហៅឈ្មោះយូគីយ៉ាតែនាងហៅទៅអតユキよមានរឿងអីមែនហ្នឹងគាត់តែហៅឈ្មោះខ្ញុំសោះធ្វើឲ្យយូឯងភ័យដល់ថ្នាក់ហ្នឹងចឹងខ្ញុំគិតថាខ្ញុំឈ្នះហើយក៏ធ្វើឲ្យមីគូរៀងខ្លាញ់អបយូគីយ៉ាហ្នឹងផងដែរそうじゃなくて名前呼び合っមិនមែនបែបហ្នឹងទេខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំខ្លាចអ្នកដទៃទៀតគេយកច្រឡំដោយសារពួកយើងហៅឈ្មោះគ្នាចំតែក៏ទៅវាដូចជាមកអាក្រក់អីផងហ្នឹងមិនចឹងឲ្យយូគីយ៉ានឹងចឹងក៏ធ្វើឲ្យយូគីយ៉ាឆ្លោតចេញផងដែរសារគាត់គាំងឲ្យអៀនហើយក៏បានគាត់នឹងនិយាយប្លុកខ្លួនឯងក្នុងចិត្តថាពួកយើងមិនមានតែនឹងបែបនោះទេមិនមែនដូចឯងគិតទេពួកយើងត្រឹមតែជាណអៀនទៀតណាយូគីយ៉ាយូគីយ៉ាតាយូឯងគិតថាពួកយើងមានតំណែងមួយគ្នាបែបហ្នឹងខ្ញុំគាត់គិតថាពួកយើងគឺជាមិត្តការពីកុមារភាពនឹងគ្នាតែប៉ុណ្ណោះហើយស្រាប់តែពេលហ្នឹងមិត្តភក្តិរបស់មីគូក៏បានហៅមីគូលេងជាមួយយូគីយ៉ាអញ្ចឹងពួកនាងទាំងពីរនោះក៏បានសួរថាតើយូគីយ៉ាហ្នឹងគឺជាមិត្តរបស់មីគូនឹងមែនមីគូក៏បានប្រាប់ដែរទៅថាគឺជាមិត្តការពីកុមារភាពដល់ដឹងអញ្ចឹងពីរអ្នកហ្នឹងក៏បានណែនាំខ្លួនទៅដែលម្នាក់សក់ពណ៌លឿងហ្នឹងគឺមានឈ្មោះថាអាកាណេនិងអ្នកមួយទៀតសក់ពណ៌រៀងផ្កាឈូកហ្នឹងគឺមានឈ្មោះថាយ៉ាណាហ្គីហើយគាត់មានគេផ្សេងមិននិយាយមួយបែបហ្នឹងសោះប៉យូគីយ៉ាឡើងគាំងស្ញែងអៀនទៀតហ្នឹងអញ្ចឹងទៅក៏ធ្វើឲ្យអាកាណេហ្នឹងបាននិយាយថាចុះមកប៉នេះធ្វើរកពីគួរសង្ស័យនេះមីគូក៏បាននិយាយប្រាប់ទៅថាមិនប្រកាន់ប៉
ะนั้นแต่แปะนั้นចូលចិត្តនៅតែម្នាក់ឯងចឹងនិយាយទៅគឺជាមនុស្សស្ងប់ស្ងាត់ចឹងទៅគេអត់ហ៊ាននិយាយទៅរកមនុស្សស្រីឲ្យបានត្រឹមត្រូវទេអាប៉ែហ្នឹងចំគួរភ្ញាក់បើមែនតែអាប៉ែហ្នឹងមើលទៅហាក់ដូចជាមានគេចូលចិត្តច្រើនម្យ៉ាងទៀតឈ្មោះអាសាហ្គីរបស់គេហ្នឹងពិតជាប្លែកមែនចឹងទៅយូគីយ៉ាក៏បានរៀបរាប់ប្រាប់ទៅថាឈ្មោះអាសាហ្គីរបស់គេហ្នឹងវាគឺជាឈ្មោះពណ៌ដែលក្រុម Shinsen Gumi ធ្លាប់ប្រើនៅលើអាវក្រៅ Haori របស់ពួកគេហ្នឹងហើយមិត្តភក្តិរបស់មីគូក៏បាននិយាយទៅថាអូស្ដាប់ទៅលយហើយថ្លៃថ្នូរណាស់ប៉ែយូគីយ៉ាដោយសារតែមានគេមកនិយាយរើហើយបូកសំតានេះគឺជាស្រីទៀតក៏ធ្វើគាត់សនស្លោហើយអូយបងអើយតែខ្ញុំគួរធ្វើអីទៅខានមានមនុស្សស្រីមកនិយាយរកខ្ញុំតាំងពីកម្មវិធីសាឡាមមកម្លេះនេះជាឱកាសរបស់ខ្ញុំហើយដើម្បីកុំឲ្យឯកោទៀតខ្ញុំត្រូវតែរកនឹងនិយាយបន្តទៀតកុំឲ្យដាច់សាច់រឿងបន្តមកមិត្តភក្តិរបស់មីគូទាំងពីរក៏បាននិយាយថាអូយគួរចង់សោយណាស់អាប៉ែនឹងគឺជាមនុស្សចូលចិត្តស្ងប់ស្ងាត់មែនហើយបន្តមកទៅពួកនាងបានសួរថាតើយូគីយ៉ានឹងចូលចិត្ត anime ឬរឿងបែបហ្នឹងអីអត់យូគីយ៉ាបានតទៅវិញរៀងអឹមថាបាទប្រហែលជាអញ្ចឹងហើយមានរឿងមួយដែលឈ្មោះថា Cosmo Connect ដែលខ្ញុំចូលចិត្តមើលតមកពួកម៉ាក់មីគូបាននិយាយថាអូមែនហើយនាងបាននិយាយបន្តទៀតថាខ្ញុំទើបតែមើលរឿង anime មួយដែលនិយាយពីគ្រូវេទមន្តដែលរស់បានយូរខ្លាំងមែនតើកន្លែងនេះប្រហែលគឺចង់និយាយទៅរឿង anime Free Ren នោះអ្នកគ្នាចុះអ្នកគ្នាធ្លាប់មើលរឿង Free Ren មួយហ្នឹងអត់បើសិនជាធ្លាប់មើលកុំភ្លេចខមមិនខ្ញុំដឹងម្នាក់មួយផងណានៅខាងក្រោមហ្នឹងហើយបន្តមកពួកគេពីរនាក់ហ្នឹងក៏បានបន្តនិយាយគ្នាទៀតទៅដែលគេនិយាយទៀតថាអ្នកបញ្ចូលសលេងតួឯកក្នុងរឿងហ្នឹងពិតជាបញ្ចូលសលេងបានល្អមែនតើហ្នឹងហើយគេនិយាយនឹងហៅហាយទៅធ្វើឲ្យមីគូហ្នឹងមានអារម្មណ៍ថាចម្លែកហើយនាងរៀងប្រច័ណ្ឌផងដែរចូលយូគីយ៉ានិយាយជាមួយអ្នកផ្សេងច្រើនជាងនិយាយជាមួយខ្ញុំទៀតហើយស្ដាប់ពួកគេនោះនិយាយគ្នាច្រើនច្រឡែស្រាប់តែមិត្តភក្តិរបស់មីគូហ្នឹងសួរទៅ first name របស់យូគីយ៉ាហើយយូគីយ៉ាក៏បានប្រាប់ចឹងទៅហើយអាខាណេក៏បានសួរទៀតថាតើនាងអាចហៅគាត់ដោយប្រើ first name នឹងបានអត់យូគីយ៉ាហ្នឹងគាត់នៅលើអញ្ចឹងមីគូឡើងភ្ញាក់ហើយរៀងអន់ចិត្តយកហ្មងហើយអាខាណេមិត្តភក្តិមីគូហ្នឹងក៏បាននិយាយទៅយូគីយ៉ាវិញដែរថាគាត់នឹងអាចហៅនាងដោយប្រើ first name បានវិញដែរតែយូគីយ៉ាបាននិយាយថាអូខ្ញុំអត់ដឹងដែរតែវាមានអារម្មណ៍ថាអត់សូវស្រួលដូចទៅមិនទេខ្ញុំចង់ឲ្យអ្នកហៅឈ្មោះតកោរបស់ខ្ញុំវិញវាភាសាជាងអូអញជាមនុស្សអៀនច្រើនមែនហើយពួកគេក៏បាននិយាយជាមួយគ្នាសើចសប្បាយពីនឹងទៅហើយមីគូវិញនាងបានគិតក្នុងចិត្តនិងនិយាយម្នាក់ឯងក្នុងចិត្តថាខ្ញុំមិនដែលដឹងសោះថាយូគីយ៉ាគេចេះញញឹមបែបហ្នឹងដែរខ្ញុំមិនដែលឃើញគេធ្វើទៅមកបែបហ្នឹងដាក់ណាគេម្នាក់ពីមុនសោះចំណែកមិត្តភក្តិរបស់មីគូនាងក៏បានទៅវិញហើយដោយសាររោមផ្នែកតរបស់នាងបានរបបចឹងទៅនាងសុំទៅដាក់វាសុំរៀបចំវាឡើងវិញចំណែកយូគីយ៉ាវិញពេលពួកនឹងទៅបាត់ទៅគេក៏បានផ្អែកទៅលើជាងក្បែរហ្នឹងធ្វើដូចខ្លួនឯងហត់ណាស់ចឹងគាត់តែនិយាយមួយគេប៉ុណ្ណឹងសោះហើយពេលហ្នឹងគេក៏បានចាប់អារម្មណ៍ឃើញចំហាយប្រច័ណ្ឌចំហាយពិឃាតអីម្យ៉ាងពេលគេទៅមើលងាកមើលទៅនោះគឺជាមីគូចំទឹកមុខអីបែបហ្នឹងបើសារមីគូហ្នឹងអន់ចិត្តប្រច័ណ្ឌនឹងច្បោកច្បល់ដល់ពេលដឹងថាយូគីយ៉ាបានឃើញទឹកមុខនាងបែបហ្នឹងនាងក៏រៀងភ្ញាក់យកហ្មងហើយក៏ខ្មាស់អៀននឹងយូគីយ៉ាផងដែរចោះហើយតាមមិញខ្ញុំធ្វើទឹកមុខអីចេញទៅហ្នឹងវាចម្លែកដល់ហើយហើយអ្វីបានជាខ្ញុំប្រកបណាស់ខ្ញុំពិតជាដល់កន្លែងហ្នឹងគឺមីគូរននិយាយអីទេអ្នកគ្នាតែនាងនិយាយមិនចេញទេហើយយូគីយ៉ាដោយសារតែឃើញមីគូបែបហ្នឹងក៏បាននឹកឃើញទៅពេលម្បែមិញដែលនាងបាននិយាយថានាងគឺជាមនុស្សតែម្នាក់គត់ដែលហៅគាត់ថាយូគីយ៉ាអញ្ចឹងហើយក៏បានដឹងនឹងសួរខ្លួនឯងថាតើមីគូនឹងនាងប្រច័ណ្ឌគាត់មែនហើយអន់ចិត្តនឹងគាត់មែនដោយសារតែឃើញចឹងហើយយូគីយ៉ាក៏បានយកដៃគាត់ទៅប៉ះស្មារបស់មីគូគាត់ទៅប៉ះភ្លាមមីគូឡើងភ្ញាក់យកហ្មងហើយនាងក៏បានរត់ចេញពីកន្លែងហ្នឹងហើយក៏ធ្វើឲ្យអ្នកនៅក្នុងថ្នាក់ហ្នឹងមើលនាងនិងយូគីយ៉ាផងដែរហើយដោយសារតែឃើញមីគូចឹងហើយវាធ្វើឲ្យយូគីយ៉ាអស់សំណើចមែនតើមិនយូឯងធ្វើសម្ដែងអីចម្លែកម៉េចខ្ញុំមិនបានសើចសប្បាយបែបហ្នឹងយូហើយគឺសារតែយូឯងមកប៉ះខ្លួនខ្ញុំពេលខ្ញុំកំពុងតែគិតហ្នឹងអូមែនហើយកំពុងគិតទាំងអីហ្នឹងហើយមីគូក៏ឆ្លើយចេញគ្នានាងបាននិយាយថាហាគឺគិតថាពេលឯងនិយាយជាមួយស្រីហ្នឹងទឹកមុខរបស់ឯងគឺលើកើខ្លាំងណាស់ហើយយូគីយ៉ាបាននិយាយថាហ៊ាននិយាយបែបហ្នឹងចេញមកបានផងយូឯងគួរតែបានឃើញទឹកមុខសនស្លាវរបស់ខ្លួនឯងមិញតែថាយូឯងដឹងអត់មីគូពេលនិយាយជាមួយយូឯងដូចជាមិនសូវហត់ដូចនិយាយមួយគេផ្សេងសោះហើយក៏បាននិយាយតាមនេះគឺទៀតថាហេតុអ្វីបានពួកម៉ាក់បងនាងហ្នឹងចូលចិត្តលេងសើចជ្រុលអីម៉េចពួកគេឆាប់ស្និទ្ធស្នាលគ្នាដល់ថ្នាក់គួរខ្លាចយកហ្មងតែតាមពិតទៅយូគីយ៉ាក៏កំពុងព្យាយាមធ្វើឲ្យមីគូអារម្មណ៍ល្អឡើងវិញគាត់លួងមីគូហើយមីគូក៏បានដឹងផងដែរនាងក៏បានសប្បាយចិត្តវិញនឹងហៅឈ្មោះយូគីយ៉ាហើយញញឹមទៅដាក់គាត់បន្ទាប់មកពេលបាយថ្ងៃត្រង់ក៏បានម្ដងឃើញថាយូគីយ៉ាក៏កំពុងតែអង្គុយញ៉ាំអីម្នាក់ឯងស្ដាប់ការសង្សោកស្រាប់តែមីគូម្ដងដកកាសចេញពីត្រចៀកគាត់យកតែម្ដងហើយនាងក៏បាននិយាយថាណែប្រទេសទៀតហើយលោកមកអង្គុយញ៉ាំបាយម្នាក់ឯងដោយមនុស្សឯកោអញ្ចឹងខ្ញុំគាត់តែចង់ប្រើពេលវាផ្ទាល់ខ្លួនតិចតួចនេះឲ្យមានប្រយោជន៍ប៉ុណ្ណោះទានជួយចិត្តនិយាយនឹងធ្វើចរិតបែបហ្នឹងរហូតឥឡូវចង់ចូលក្រុមជាមួយខ្ញុំទេកុំឲ្យមើលទៅឯកោពេកមីគូយូឯងគាត់តែប្រចាំខ្ញុំសោះពេលឃើញខ្ញុំនិយាយលេងជាមួយផ្សេងកាលពីពេលមុនហ្នឹងគាត់លើអញ្ចឹងមីគូឡើងអៀនយកហ្មងហើយនាងក៏បានជេរនឹងនិយាយទៅកាន់យូគីយ៉ាថាចាំមកវានិយាយឈុំនិយាយផ្ដេសផ្ដាសទៅហើយឈួតមែន
បន្ទាប់មកមីគុនាងបាននិយាយថានាងចង់ញ៉ាំបាយជាមួយយូគីយ៉ាពេលថ្ងៃហ្នឹងដែរហើយយូគីយ៉ាក៏បានសួរទៅវិញថាតើនាងត្រូវបានគេដេញចេញមែនបានចង់ញ៉ាំមួយគាត់ណាតែមីគុក៏បានតបទៅថានាងបានប្រាប់គេរួចហើយថាមកញ៉ាំមួយយូគីយ៉ាអញ្ចឹងតែពួកគេក៏បានញ៉ាំមួយគ្នាទៅតែមីគុគឺនាងខ្ចប់យកបែនតុយកមកញ៉ាំនៅសាលាតែពេលនោះមិត្តភ័ក្តិរបស់មីគុមកក្រុមទៀតក៏បានមកដល់ភ្លាមគេក៏បានហៅឈ្មោះទៅកាន់មីគុដែលឈ្មោះ last name របស់នាងគឺសាគូរ៉ាពាក់សក់លឿននេះគឺមានឈ្មោះថាលីស៊ីបាអូសាគូរ៉ាញ៉ោដែរឃើញយូអីនៅកន្លែងញ៉ាំអីសោះតែពាក់ហ្នឹងគឺអង្គុយក្បែរយូគីយ៉ាអង្គុយនៅក្រោយហើយគាត់ហៅឈ្មោះយូគីយ៉ាអត់ត្រូវទេគាត់ហៅថាអាសាណាគីមិនអាសាគីទេតែយូគីយ៉ាកំពុងតែនិយាយក្នុងចិត្តថាជួយអាប៉ែនេះកើតអីណាអូគេប្រហែលជាឃើញនាងនៅជាមួយខ្ញុំហើយបានគេហ៊ានដាច់ចិត្តចូលមកនិយាយជាមួយនាងបែបហ្នឹងហើយពួកគេក៏ញ៉ាំបាយនៅនឹងជាមួយគ្នាទៅកាន់ក្នុងផ្ទះយូគីយ៉ាវិញដែលប្អូនស្រីរបស់នាងកំពុងតែឆ្ងល់ដោយសារឃើញយូគីយ៉ាកំពុងតែប្រឹងរៀនធ្វើម្ហូបចឹងទៅនាងក៏បានសួរទៅកាន់យូគីយ៉ានាងសួរថាមកពីគាត់អត់មានមិត្តភក្តិមែនមិនជីគាត់ចង់មានក្តីសុខជាមួយម៉ោងបាយថ្ងៃត្រង់ដែរតបថាគាត់គាត់តែចង់កាត់បន្ថយការចំណាយលើអាហារថ្ងៃត្រង់អីប៉ុណ្ណោះដោយសារគាត់នឹងយកបាយពីផ្ទះទៅតាមពិតទៅដោយសារគាត់ឃើញមីគុតែងតែខ្ចប់បាយពីផ្ទះយកទៅញ៉ាំនៅសាលាដែរទៅគាត់គាត់ថាបើសិនបើគាត់ធ្វើម្ហូបហើយខ្ចប់យកទៅញ៉ាំនៅសាលាដែរប្រហែលបានញ៉ាំជាមួយមីគុដល់ពេលនោះនៅពេលដែលគាត់កំពុងតែជាបងមកសុកមីគុបានមីសេចមកកាន់គាត់និងបានពពោះគាត់ញ៉ាំបាយជាមួយគ្នានៅថ្ងៃស្អែកហើយគាត់ឃើញចឹងគាត់ឡើងក៏សប្បាយចិត្តផងដែរចឹងសេរីរឿងកម្មមកថ្ងៃស្អែកនៅកន្លែងនេះម្ដងដែលយូគីយ៉ាកំពុងតែអង្គុយជាមួយមីគុពេលនោះមីគុបាននិយាយទៅកាន់យូគីយ៉ាថានាងបានធ្វើបាយយកមកឲ្យគាត់តែមីគុនោះនិយាយបន្តទៀតថានាងយល់ថាអាហារដែលគេលក់នៅអាហារដ្ឋានដែលជាកន្លែងញ៉ាំអីហ្នឹងគឺវាអត់សូវមានជីវជាតិគ្រប់គ្រាន់ទេសម្រាប់សុខភាពនៅពេលដែលយូគីយ៉ាបើកប្រអប់មើលទៅគាត់ពិតជា surprise មែនតើដោយសារតែម្ហូបដែលមីគុធ្វើគាត់ហ្នឹងគឺតំណតានាងធ្វើវាគឺដើម្បីតែខ្ញុំមកឈប់ហើយតើនាងតែងតែប្រកែកក្នុងការធ្វើម្ហូបហើយយើងមើលទៅមីគុវិញនាងចាប់ផ្ដើមនិយាយលេងសើចមួយយូគីយ៉ាទៀតហើយបើទៅយូឯងអត់កើតទេព្រោះខ្ញុំធ្វើវាគឺសម្រាប់តែយូឯងហ្នឹងយូគីយ៉ាអូហើយប្រកបណាស់យូឯងអ៊ីនទៀតនោះយូគីយ៉ាអើយនេះគឺជាផ្នែកមួយនៃហ្គេមស្នេហាមែនលោកនេះនាងលេងមែនតែនហ្មងហើយបន្ទាប់មកយូគីយ៉ាក៏បានផ្លុកម្ហូបដែលមីគុធ្វើគាត់ទៅតែគាត់ថាគាត់ដាក់មួយម៉ាត់ភ្លាមអូយអ្នកគ្នាមើលតែទឹកមុខគាត់គឺដឹងហើយថាឆ្ងាញ់ប៉ុណ្ណាហើយគាត់បានគិតក្នុងចិត្តថាវាត្រូវបានហាន់តូចៗបានល្អណាស់ជាងធ្វើឲ្យល្មមមាត់សម្រាប់ខ្លួនឯងមីគុក៏បានសួរទៅថារំភើបដោយសារតែបាយប្រអប់របស់នាងឲ្យមែនហើយគាត់ក៏បានប្រាប់ទៅថាប្រកបហើយបាយដែលមីគុធ្វើគាត់ហ្នឹងគឺមានរសជាតិស្រទន់ខ្លាំងណាស់គឺយូឯងប្រហែលជាចំអិនវាដោយដាក់ចិត្តដាក់កាយនិងដាក់ក្តីស្រឡាញ់ច្រើនហើយអូហើយដុំត្រីសាម៉ុននេះយូឯងហាន់វាបានល្មមតូចៗសម្រាប់មាត់ខ្ញុំតែម្ដងយូឯងប្រហែលជាធ្វើដោយយកចិត្តទុកដាក់ខ្លាំងហើយទៅធ្វើវាឡើងដោយកាត់ដល់ខ្ញុំបែបនេះគាត់និយាយចឹងធ្វើមីគុអៀនផងដែរហើយពងគ្រួយនេះវិញរលោងស្អាតដូចជាយូឯងចឹងមីគុអៀនទៅក៏បាននិយាយទៅវិញថាណែយូគីយ៉ានិយាយអីស្រួលបួលតិចមើលហើយបន្ទាប់មកនិយាយចុះនិយាយឡើងមីគុក៏សុំយូគីយ៉ាដូរបាយគ្នាញ៉ាំហើយយូគីយ៉ាបាននិយាយម្នាក់ឯងក្នុងចិត្តថាខ្ញុំចង់ជឿទេថាមីគុហ៊ានញ៉ាំបាយប្រអប់ដែលមើលទៅគួរខ្ពើមនិងអាក្រក់របស់ខ្ញុំចំណែកមីគុវិញបន្តវិញ្ញាណរបស់យូគីយ៉ាហើយនាងបាននិយាយថាវានឹងគឺធ្វើនាងនឹកដល់រឿងកាលមុនពេលដែលយូគីយ៉ាធ្វើឲ្យមីគុញ៉ាំដើម្បីលួងនាងហើយយូគីយ៉ាក៏បានសួរវិញដែរថាមិនបានតែចាំបើមន់ជៀនដល់អាក្រក់មួយនឹងទៀតហើយមីគុក៏បាននិយាយថាហេបើសិនមកយូឯងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សឯកោតែចូលចិត្តនៅម្នាក់ឯងពេលនោះខ្ញុំមិនប្រកាន់ទេក្នុងការមកញ៉ាំបាយថ្ងៃត្រង់ជាមួយយូឯងយូគីយ៉ាក៏បានតទៅវិញដែរថាខ្ញុំចូលចិត្តនៅម្នាក់ឯងតែបើឲ្យឆ្លៀតពេលបន្តិចបន្តួចសម្រាប់យូឯងក៏បានដែរមើលទៅព្រោះខ្ញុំក៏ត្រូវផ្ដល់តម្លៃឲ្យពេលវេលាជាមួយមិត្តភក្តិដែរហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងឃើញថាគេបង្ហាញឲ្យយើងឃើញឈុតនៅក្នុងថ្នាក់រៀនបន្តិចហើយក៏កាត់មកកន្លែងនេះវិញម្ដងយើងឃើញថាមីគុនិងយូគីយ៉ាកំពុងតែលេងហ្គេមជាមួយគ្នាហើយមីគុកំពុងតែជេរយូគីយ៉ាឲ្យសារនាងចាញ់របស់យូគីយ៉ាហើយតាមរយៈយូគីយ៉ាយើងក៏បានដឹងហើយថាហ្គេមដែលពួកគេលេងរាល់ថ្ងៃហ្នឹងគឺជាហ្គេមមួយក្នុងចំណោមហ្គេមពីរបីទៀតដែលពួកគេចូលចិត្តទាំងពីរនាក់ហើយបន្ទាប់ពីពួកគេទាំងពីរឡើងនៅវិទ្យាល័យមកពួកគេក៏លេងសូវបានទៅលេងផ្ទះគ្នាដោយការមុនដែរហើយក៏មិនសូវធ្វើរឿងដូចបែបដើរទិញអីវ៉ាន់អីជាមួយគ្នាទៀតដែរហើយក៏កាត់មកពេលឥឡូវវិញយូគីយ៉ាបានសួរទៅកាន់មីគុថាមីគុតែយូឯងប្រកាសថាអត់ទៅញ៉ាំនំខេកមួយពុំឲ្យយូឯងមីគុតបថ្ងៃនេះជាថ្ងៃសម្រាប់ចឹងទៅនាងចង់នៅផ្ទះសន្សំកម្លាំងវិញល្អជាងណាមួយពួកយើងសន្យាជាមួយគ្នាថាទៅញ៉ាំនំខេកជាមួយគ្នានៅសប្តាហ៍ក្រោយតើតែថាបានលេងជាមួយយូគីយ៉ាសំណប់ចិត្តរបស់ខ្ញុំអញ្ចឹងក៏សប្បាយម្យ៉ាងដែរតាយូគីយ៉ាតបគាត់ក៏សប្បាយដូចគ្នាហើយយូគីយ៉ាបាននិយាយក្នុងចិត្តម្នាក់ឯងថាមិនយូរមិនឆាប់ហើយពួកគេប្រកាសជាអស់អីនិយាយជាមួយគ្នាជាមិនខាននៅពេល game start មីគុក៏បានប្រាប់យូគីយ៉ាថា game start ហើយនាងក៏ខំនិយាយទៅប្រាប់យូគីយ៉ាថាឲ្យបាញ់ enemy ផងដែរហើយបន្ទាប់ពីលើសម្លេងរបស់មីគុអញ្ចឹងយូគីយ៉ាបាននិយាយថាសម្លេងរបស់មីគុទាំងសម្លេងដងហៅក៏លឺឆ្លងតាមរយៈការរបស់ខ្ញុំដែរហើយខ្ញុំចង់ឲ្យពេលវេលាបែបនេះចប់ទៅតតែសោះហ
ហើយតើមកពួកគេទាំងពីរនេះក៏លេងហ្គេមឆ្ងាញ់ទៅបន្ទាប់ពីលេងហើយមីគូក៏បានសុំយូគីយ៉ាផឹកអីម្លេះបន្ទាប់ពីលើសលេងមីគូកំពុងតែញ៉ាំអីហ្នឹងយូគីយ៉ាបានសួរថាតើនាងញ៉ាំអីមីគូក៏បានប្រាប់ទៅថាឈ្មោះស៊ូពឺមុនអាហ្នឹងដូចជាដោះគោណាគាត់តែដឹងភ្លាមយូគីយ៉ាក៏ចាប់ផ្ដើមសើចយកមើលតែម្ដងហើយបន្ទាប់មកគាត់ភ្ញាក់ផ្អើលមែនតើគាត់បានសួរថានាងនឹងផឹករបស់ក្មេងមែនមីគូដោយសារតែជាប់ញ៉ាំចឹងទៅនាងបានឆ្លើយថាត្រូវហើយអីទេនាងបាននិយាយថាហើយយូគីយ៉ាគាត់ថាដឹងចឹងទៅគាត់បាននិយាយថាអូយបើខ្ជូណាវើយតែគាត់និយាយក្នុងចិត្តណាគាត់ឲ្យមីគូដឹងទេគាត់ឆ្ងល់ថាតើនាងធ្វើអីនឹងញ៉ាំរបៀបម៉េចជាមួយកំប៉ុងទូចចឹងហើយនៅពេលដែលនាងញ៉ាំហ្នឹងទឹកមុខរបស់នាងបែបណាដោយសារគាត់ចង់ឃើញគាត់ក៏បានបោកទៅកាន់មីគូមើលហើយគាត់បាននិយាយថាមីគូយល់emប្រហែលជាមិនចង់ផឹករបស់បែបណានៅមុខគេផ្សេងទេខ្ញុំចង់ធ្វើមើលតាមអ្នកកូនដែលអាចមើលអ្នកធ្វើខ្លួនគួរឲ្យស្រឡាញ់គាត់លើចឹងមីគូឡើងឆ្លុកហើយយូគីយ៉ាក៏បានសួរថាចុះមិនមានអារម្មណ៍អីខ្លះមីគូឆ្លើយហាស្អីគេហេតុអ្វីត្រូវមានអារម្មណ៍អីដែរក៏មកកុហកមិនភ័យដល់ថ្នាក់អ៊ូមីគូតបមកពីចង់និយាយបដាហើយញ៉ាំបដាអញ្ចឹងទៅបានអ៊ូហើយបន្ទាប់មកយូគីយ៉ាបាននិយាយថាអូខេបានអញ្ចឹងបើកាមេរ៉ាមកឲ្យខ្ញុំឃើញមុខយូរឯងតិចមើលមីគូតបហាកាមេរ៉ារបស់ខ្ញុំតែខ្ញុំទៅតែមួយទឹកហើយហ្នឹងគាត់លើថានាងទៅមួយទឹកហើយយូគីយ៉ាសម័យដល់ណាដល់ណីហើយយូគីយ៉ាក៏បាននិយាយថាយ៉ាងណាក៏យល់មិនគិតថាខ្ញុំជាមនុស្សប្រភេទហ្នឹងដែរទៅអត់តែយូគីយ៉ាហ្នឹងគាត់ថាឲ្យគាត់ហ្នឹងមើលនាងហ្នឹងទៅមួយទឹកហើយឲ្យមើលកំប៉ុងដោះគោផងយូគីយ៉ានិយាយបន្តទៀតថាតែយ៉ាងណាខ្ញុំជឿថានិយាយទៅខ្ញុំចង់ដឹងថាតើខ្ញុំអាចធ្វើយូឯងអៀនឡើងមុខក្រហមបានឬអត់តែថាបើយូឯងអត់បើកកាមេរ៉ាទេខ្ញុំចាត់ទុកថាយូឯងបានអៀនឡើងមុខក្រហមហើយលើកហ្នឹងយូឯងគឺចាញ់មែនតើហើយនិយាយហើយយូគីយ៉ាក៏បានរាប់លេខ3 2 1ចុងក្រោយមីគូក៏បានបើកកាមេរ៉ាគាត់មើលទៅគាត់ឃើញមីគូភ្លាមបែកយូគីយ៉ាឡើងភ្ញាក់ញម៉ងគាត់អត់លំពឹងថាមីគូស្អាតដល់ថ្នាក់ហ្នឹងទេហើយឃើញមីគូនៅអោបតុក្កតាខ្លាឃ្មុំនោះគាត់ក៏បានសួរថាអូយូឯងនៅអោបបើវាទៅដែរនាងក៏បានប្រាប់ទៅថាដោយសារតែអោបវាទៅមានអារម្មណ៍ថាមានផាសុខភាពអោបទៅស្រួលយូគីយ៉ាក៏បាននិយាយទៀតថាអូយអ្នកមិនផ្លាស់ប្ដូរអីតិចសោះហើយមីគូក៏បានសម្លឹងឃើញយូគីយ៉ាផងដែរដែលនាងបាននិយាយថាអូខ្ញុំបានឃើញមុខយូគីយ៉ានៅថ្ងៃចុងសប្តាហ៍ពិតជាសំណាងណាស់សក់របស់គាត់មើលទៅបែបមេស៊ីរៀងរញ៉េញ៉ៃហើយគាត់ពាក់វ៉ែនតាគេមើលទៅដូចជាកាលពីមុនបែបបិទតែម្ដងគាត់ខ្ជូតណាស់ដោយសារឃើញយូគីយ៉ាអត់និយាយទៀតចឹងមីគូបានសួរថាហេកាត់អីហ្នឹងមីស្ងាត់ឆឹងចឹងមិនចង់ឆ្ងល់ហើយកុំប្រាប់ណាថាយូឯងលងជាមួយសក់របស់ខ្ញុំនៅទៅកក់ហើយសុំទោសផងណាដែលខ្ញុំសិចស៊ីពេកហើយយូគីយ៉ាបានតទៅវិញថាខ្ញុំចាំបានថាធ្លាប់ឃើញតួអង្គម្នាក់ក្នុងហ្គេមមានម៉ូតសក់ដូចយូឯងបែបបិទតែម្ដងហ្នឹងហើយទៅពេលពួកគេចាប់ខណាពួកគេទាំងពីរហ្នឹងក៏សម្រេចចិត្តប្រើកាមេរ៉ាទូរស័ព្ទដើម្បីប្រកួតប្រជែងគ្នាឬលេងហ្គេមស្នេហាហ្នឹងជាមួយគ្នាហើយកន្លែងនេះយើងឃើញដែរថាយូគីយ៉ាកំពុងតែរើប្លង់ថតហើយឲ្យថតមើលទៅឃើញស្អាតមីគូក៏ដូចគ្នាហ្នឹងហើយអញ្ចឹងសាច់រឿងនេះយើងបានមកដល់ទីបញ្ចប់ហើយបើសិនបងអ្នកចូលចិត្តនៅវីដេអូនេះកុំភ្លេច like និង subscribe ខ្ញុំអ្នកមួយផងអញ្ចឹងខ្ញុំដូចមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយ